កូនចៅណាដែលដឹងគុណមេត្តាបិតាហើយធ្វើតបទៅគាត់មកប៉ុណ្ណេះគេហៅថាកូនមិនជាយត់កូនមិនជាយត់មានន័យថាកូនមិនងាយស្លាប់តៃហោងមិនងាយមានឧបសគ្គមិនងាយមានគ្រោះថ្នាក់មិនស្លាប់ដោយសារគ្រឿងអាវុធគ្រឿងសតាគ្រឿងសត្រាគ្រឿងបហាគ្រឿងថ្នាំពឹសថ្នាំពុលមិនស្លាប់ដោយសារឧបសគ្គគ្រោះថ្នាក់ផ្សេងជាមនុស្សអាយុថ្លៃមកពីទេវតាតាមថែរក្សាកូននឹងយោមេតរាំងពេតរាំងវាមកចោធមេនបោសតិទេវាបេណាំងតិកេឆន្តិមេតាបេតិបរាំងនរាំងនរូនរៈជនជាតិឯណាជាអ្នកចិញ្ចឹមមេត្តាបិតាដឹងគុណមេត្តាបិតាប្រកបដោយធម៌កតញ្ញូប៉ុណ្ណេះទៅទីកន្លែងណាទេវតាគ្រប់ទីកន្លែងនឹងតាមថែរក្សាកូននឹងឲ្យបានសេចក្តីសុខចម្រុងចម្រើនបើធ្វើកិច្ចការងារអ្វីក៏បានសម្រេចបើទៅចំនួនជួញបានចំណេញបើទៅទិញបានថោកលក់បានថ្លៃរកបានលុយបានជាបច្ច័យបានជាកម្រៃជាលុយជាកាក់ជាប្រាក់ជាកាសដូរបានជាស្រូវជាអង្គជាស្រូវបានជាតខៅបានជាតកែអត់ងាយមានឧបសគ្គមកពីមានទេវតាគ្រប់ទិសទីចាំថែរក្សាការពារពុទ្ធបរិស័ទទាំងឡាយហើយអមរិនអន្ទ្រាធិរាជជាស្ដេចនៃទេវតារៀបធ្វើដំណើរទៅណាមកណាលើកដៃសំពះរះពីលើចុះមកក្រោមហើយបែរទៅគ្រប់ប្រឈមគ្រប់ទិសនាតល័យទេវបុត្រដែលជាអ្នកបរិជ្ជរត់ថ្វាយព្រះអិនក៏មានពិផលចម្ងល់ក្នុងចិត្តក៏សួរថាបបិទ្ធសម្ដេចអមរិនអន្ទ្រាធិរាជជាអង្គម្ចាស់លោកលើកដៃសំពះរះពីលើចុះក្រោមប្រឈមគ្រប់ទិសតើសាពះថ្វាយអង្គមណាគេគ្រប់ណាគេព្រះអិនក៏បានឆ្លើយតបពាក្យបច្ឆាថាដូច្នេះនាតល័យទេវបុត្រមនុស្សណាកូនណាជាកូនមានធម៌កតញ្ញូដឹងគុណឪពុកដឹងគុណម្ដាយជាអ្នកចិញ្ចឹមឪពុកម្ដាយគោរពឪពុកម្ដាយប្រកបដោយធម៌កតញ្ញូថ្វាយអង្គមនៅនោះគោរពនៅនោះដូច្នេះព្រះអិនរៀបចេញទៅណាមកណាលើកដៃសាពះមនុស្សណាដែលមានធម៌កតញ្ញូរឿងអីស្ដេចទេវតាសាពះហើយទេវតាកូនចៅមិនអើពើអញ្ចឹងកូនចៅទេវតាទាំងអស់ត្រូវតែអើពើថែរក្សាមនុស្សដែលមានធម៌កតញ្ញូហើយបើមនុស្សមានធម៌កតញ្ញូនឹងទៅណាមកណាមានឧបសគ្គមានគ្រោះថ្នាក់ទេវតាមិនថែអាសាទេវតានឹងរឿងទៀតមិនស្រួលព្រះអិនហៅទៅកោះខ្យល់ចេញទៀតបើដូច្នេះហើយបានជាព្រះអិនថែរក្សាកូននឹងចិត្តសុខសប្បាយគេហៅថាកូនមិនជាយត់គឺមិនងាយស្លាប់តៃហោងកូនមិនជាយត់បុរាណណាចាររៀបរាប់ថាសំដៅទៅលើកូនណាមានធម៌6យ៉ាងឥឡូវអាត្មារាប់ធម៌6យ៉ាងនឹងជាមួយញោមរាប់ធម៌6យ៉ាងជាមួយអាត្មារួចដាក់បន្ទុកខ្លួនឯងមើលអញមានឯអត់ធម៌6យ៉ាងហ្នឹងហើយបើអញមាន3មាន4មាន5ខ្វះប្រមាណអញនឹងបន្ថែមឥឡូវចាំរាប់ជាមួយគ្នាមួយលោកហៅថាកូនណាស្ដាប់ពាក្យព្រានបដៅរបស់ឪពុកម្ដាយដោយគោរពទី2កូនណាចិញ្ចឹមបីបាច់ថែរក្សាឪពុកម្ដាយពេលគាត់ចាស់ទៅដោយគោរពទី3កូនណាថែទាំជំងឺរបស់គាត់ព្យាបាលជំងឺរបស់គាត់ពេលគាត់ឈឺទី4កូនណាចូលរួមក្នុងពិធីបុណ្យពេលដែលគាត់ស្លាប់ទី5កូនណារៀបចំទុកដាក់សាកសពរបស់គាត់ដោយប្រពៃដូចជាមានការបូជាធ្វើកោតធ្វើចេតិយឬក៏មានកន្លែងតម្កល់ដោយប្រពៃអធិគុណរបស់គាត់ទី6កូនណានៅតែមានសេចក្តីនឹករលឹកធ្វើបុណ្យឧទ្ទិសទៅឲ្យគាត់ទោះបីមួយខួបក្តី2ខួបក្តី3ខួបក្តីអត់ភ្លេចនៅតែធ្វើឧទ្ទិសទៅ6យ៉ាងនេះហើយគេហៅកូនមិនជាយត់